Okay, today I have 5 idioms to play with you or to teach or to translate with you. And the first one, let's take a look. We say on a large or small scale បានន័យថាវាក្នុងសភាពមួយដែលធំឬក៏ក្នុងសភាពមួយដែលតូច The new delivery service has taken off in a big way. ចឹងបានន័យថាសេវាកម្មក្នុងការដឹកជញ្ជូនវាត្រូវបានគេធ្វើឡើងនៅក្នុងសភាពមួយដ៏ធំអញ្ចឹង phrasal verb ដែលជាចម្លើយគឺ in a big or small way ដែលថានៅក្នុងសភាពមួយក្នុងផ្លូវមួយដ៏ធំឬក៏ក្នុងសភាពមួយដ៏ធំឬក៏ក្នុងវិធីមួយតូចឬវិធីមួយដ៏ធំចឹងទៅidiom ទី2គេចង់និយាយថា of a bank or business so important to the economy of a country that when it finds itself in a financial trouble, the government or central bank must act to save it. សំដៅទៅលើធនាគារឬក៏អាជីវកម្មដែលវាសំខាន់មែនទែនសម្រាប់សេដ្ឋកិច្ចនៃប្រទេសមួយដែលហើយថានៅពេលដែលវាមានបញ្ហាខាងហិរញ្ញវត្ថុរដ្ឋាភិបាលក៏ដូចជាធនាគារកណ្ដាលត្រូវតែនិយាយទៅត្រូវតែដុតដៃដុតជើងដើម្បីជួយសង្គ្រោះធនាគារហ្នឹងពីបញ្ហាហិរញ្ញវត្ថុហ្នឹង shouldering the huge cost of rescuing banks that are and the answer is too big to fail has been left to taxpayers ចឹងចម្លើយគឺ number 2 too big to fail ចឹងបានន័យថាវាធំពេកក្នុងការបរាជ័យវាថា too big to fail វាធ្ងន់ធ្ងរពេកបើសិនតែបរាជ័យវាធ្ងន់ធ្ងរពេកចឹងបានន័យថា shouldering the huge cost of rescuing banks that are too big to fail ចឹងថាដូចជាយើងមានបញ្ហាអីយកស្មាទៅពាំងចឹងថាអញ្ចឹងយកស្មាយកខ្លួនទៅពាំងតម្លៃយ៉ាងច្រើននៅក្នុងការជួយសង្គ្រោះ rescuing bank ជួយសង្គ្រោះធនាគារដែលវា too big to fail បានន័យថាដែលវាធនាគារនោះវាធំពេកហើយវាគ្រោះថ្នាក់មែនទែនបើសិនតែវាបរាជ័យគឺត្រូវបានធ្លាក់ទៅលើអ្នកបង់ពន្ធនានាហ្នឹង so taxpayers អ្នកបង់ពន្ធនានាហ្នឹង okay then the next one number 3 informal to make a good impression on somebody or to be successful បានន័យថាវាជាភាសាដែលគេប្រើមិនមែនជាភាសាផ្លូវការបានថាភាសាដែលយើងប្រើជារៀងរាល់ថ្ងៃto make a good impression បានន័យថាយើងមានអារម្មណ៍ល្អឬក៏មានការអារម្មណ៍ល្អ to make a good impression on somebody បានន័យថាយើងមានចំណាប់អារម្មណ៍ល្អទៅលើនរណាម្នាក់ឬក៏ការយល់ឃើញល្អចំពោះនរណាម្នាក់ to be successful ឬក៏មានន័យថាវាជោគជ័យជោគជ័យក្នុងជីវិតអីចឹងទៅជោគជ័យ the story went over big with my kids អញ្ចឹងចម្លើយគឺ go over big with someone ម្ដងទៀតណា go over big ហ្នឹងជាន័យវាមានន័យថាយើងមានអារម្មណ៍ល្អចំពោះនរណាម្នាក់ពេលយើងឃើញគេហ្នឹងគឺអារម្មណ៍យើងគឺថាយើងមានអារម្មណ៍ល្អចំពោះគេហ្នឹងឬក៏វាជោគជ័យយើងមានន័យថាជោគជ័យអញ្ចឹងថា the story went over big with my family មានន័យថារឿងនេះគឺវាបានន័យបកប្រែចំបានន័យថាកូនខ្ញុំគឺគាត់ចូលចិត្តរឿងហ្នឹងណាតែអញ្ចឹង alright so the answer is go over big with someone alright just 3 idioms actually only 3 idioms I don't think I can go to 5 because now it's 6 minutes already alright bye see you next time